ម៉ាក់មានចាប់អារម្មណ៍អត់ពេលខ្លះមានអារម្មណ៍ថាអស់កម្លាំងស្ពឹកសពុនដៃជើងនិងអាសាលមួកពើឬក៏លមួសាច់ដុំពេលយប់ហើយទៅលើកញ្ចក់វិញគឺសង្កេតឃើញថាងាយបាក់សញ្ញាទាំងអស់ខាងលើនេះសុទ្ធសឹងតែជាសញ្ញានៃកង្វះសារធាតុកាល់ស្យូមបើសិនជាយើងមានកង្វះសារធាតុកាល់ស្យូមយូរទៅម៉ាក់នឹងប្រឈមហានិភ័យខ្ពស់កើតជំងឺលើសសម្ពាធឈាមឬពាក្យខ្មែរយើងនឹងហៅថាជំងឺបំរុងកាឡាភ្លើងក្រោយសម្រាលហើយមូលហេតុដែលធ្វើឲ្យម៉ាក់កង្វះសារធាតុកាល់ស្យូមនឹងវាអាចពាក់ព័ន្ធទី1នៅក្នុងកំឡុងពេលមានផ្ទៃពោះម៉ាក់ទទួលបានសារធាតុកាល់ស្យូមនឹងមិនបានគ្រប់គ្រាន់ហើយក៏មានម៉ាក់លើកឡើងថាខ្ញុំញ៉ាំទឹកដោះគោផងញ៉ាំវីតាមីនកាល់ស្យូមផងហេតុអីនៅតែមានកង្វះទៀតថានៅក្នុងកំឡុងពេលមានផ្ទៃពោះម៉ាក់ត្រូវការសារធាតុកាល់ស្យូមជាច្រើនដើម្បីផ្ដល់ទៅឲ្យកូនដើម្បីដោះស្រាយនៅបញ្ហាកង្វះសារធាតុកាល់ស្យូមនឹងទី1ម៉ាក់ត្រូវរកអាហារដែលសម្បូរទៅដោយកាល់ស្យូមដូចជានៅក្នុងទឹកដោះគោសយ៉ាអ៊ូឈីសផ្លែស្លឹកបៃតងចាស់គ្រាប់ធញ្ញជាតិតៅហ៊ូឬក៏ទឹកសណ្តែកទាំងឯងឬក៏អាហារមួយចំនួនដែលគេសរសេរពាក្យថា Fortify វីតាមីន D និងសារធាតុកាល់ស្យូមលើសពីនេះទៀតម៉ាក់អាចពិភាក្សាជាមួយគ្រូពេទ្យនៅក្នុងការបន្ថែម supplement បន្ថែមបរិមាណសារធាតុកាល់ស្យូមដែលម៉ាក់ត្រូវការក្រោយសម្រាលនឹងវាអាចចន្លោះពី1000មីលីក្រាមទៅ1300មីលីក្រាមនៅក្នុងមួយថ្ងៃចំណុចគួរជៀសវាងម៉ាក់មិនគួរទទួលទានសារធាតុកាល់ស្យូមជាមួយនឹងសារធាតុដែកឬក៏សារធាតុស័ង្កសីទេព្រោះអីសារធាតុទាំងអស់ហ្នឹងវារារាំងការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹងហើយមិនគួរទទួលទានស្របពេលដែលម៉ាក់កំពុងតែញ៉ាំទឹកដោះគោនោះទេដើម្បីឲ្យកាល់ស្យូមស្រូបចូលទៅក្នុងរាងកាយនិងឆ្អឹងបានល្អហ្នឹងម៉ាក់គួរតែទទួលទានកាល់ស្យូមជាមួយនឹងវីតាមីន D ហើយអាចទទួលទាននៅពេលព្រឹកឬក៏ពេលថ្ងៃត្រង់នឹងបន្ទាប់ពីអាហារហើយអាចរកអាហារដែលសម្បូរទៅដោយវីតាមីន C ដូចជានៅក្នុងក្រូចនៅក្នុងទំពាំងបាយជូរឬក៏គ្រាប់ផ្លែ berry ដើម្បីទទួលបានកម្រិតប្រើប្រាស់មួយដែលត្រឹមត្រូវម៉ាក់គួរតែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យជាមុនសិនតែបើសិនម៉ាក់ចង់ដឹងពាក់ព័ន្ធទៅនឹងការធ្វើតេស្ត Gen ដូចជារោគជំងឺ Gen ទំនាក់ទំនងសាច់ញាតិការ check up សុខភាពម៉ាក់អាចទំនាក់ទំនងមកមន្ទីរពិសោធន៍ Gendrogen